បច្ចុប្បន្ននៅពេលដែលគេនិយាយដល់គ្រាប់បាល់ច្រើនតែនឹកឃើញទៅដល់ Cristiano Ronaldo ឬ Lionel Messi ខណៈ GOAT ទាំងពីរនាក់នេះមានគ្រាប់បាល់បូកបញ្ចូលគ្នាជិត 2000 គ្រាប់ទៅហើយយ៉ាងណាមិញសម្រាប់ Luis Suarez ក៏មិនធម្មតាដែរដោយគេទើបតែសម្រេចគ្រាប់បាល់ទី600ក្រោយទាត់បញ្ចូលទី1គ្រាប់ឲ្យក្លឹប Inter Miami យកឈ្នះទៅលើ Atlanta United 4-0 នៅលីកកំពូលសហរដ្ឋអាមេរិកកាលពីម្សិលមិញនេះខាងក្រោមនេះគឺជាស្ថិតិរបស់ Luis Suarez ទាំងនៅក្លឹបនិងនៅជម្រើសជាតិដោយ admin សម្រាប់ពីច្រើនមកតិច Barcelona គឺជាកន្លែងដែល Suarez រកគ្រាប់បាល់បានច្រើនជាងគេរហូតដល់ទៅ198គ្រាប់ឯណោះបន្ទាប់មកទៀតគឺក្លឹប Ajax Amsterdam ដែលជាកន្លែង Suarez ចាប់ផ្ដើមមានឈ្មោះបោះសម្លេងដំបូងនៅអឺរ៉ុបដោយនៅទីនោះគេអាចរកបានចំនួន111គ្រាប់ក្រោយចាក់ចេញពី Ajax មកចូលរួមជាមួយនឹង Liverpool Luis Suarez រកបាន82គ្រាប់ជូនក្រុមហង្សក្រហមផងដែរបន្ទាប់មកងាកទៅជម្រើសជាតិ Uruguay វិញម្ដង Luis Suarez រកបាន69គ្រាប់ជូនក្រុមជម្រើសជាតិរបស់ខ្លួនមុនពេលចូលនិវត្តន៍កាលពីចុងឆ្នាំមុនទោះចូលនិវត្តន៍បាន1ឆ្នាំទៅហើយក្តីប៉ុន្តែខ្សែប្រយុទ្ធវ័យ38ឆ្នាំរូបនេះនៅតែអាចរក្សាតំណែងជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងក្រុមជម្រើសជាតិ Uruguay នារយៈពេល17ឆ្នាំចុងក្រោយនេះបន្ទាប់មកទៀតគឺនៅជាមួយ Inter Miami ដែលជាក្លឹបបច្ចុប្បន្នរបស់គេតែម្ដងត្បិតទើបតែមកចូលរួមនៅទីនេះមិនទាន់បាន3រដូវកាលផងប៉ុន្តែ Luis Suarez អាចរកបាន42គ្រាប់បាត់ទៅហើយវាច្រើនជាងកាលគេនៅលេងឲ្យក្លឹប Atletico Madrid ខណៈកាលនោះគេរកបានត្រឹម34គ្រាប់ប៉ុណ្ណោះក្រោយចាក់ចេញពីអឺរ៉ុបបានតែបន្តិច Luis Suarez ក៏បានមកបន្តអាជីពនៅលីកកំពូលប្រេស៊ីលជាមួយនឹងក្លឹប Grêmio ខណៈនៅទីនោះ Suarez ក៏អាចរកបានចំនួន29គ្រាប់ផងដែរនៅមាន2ក្លឹបទៀតដែល Suarez ធ្លាប់លេងឲ្យតាំងពីនៅក្មេងម្លេះរួមមានក្លឹប Nacional របស់ Uruguay Suarez រកបាន20គ្រាប់នៅទីនោះហើយនឹងមួយទៀតគឺក្លឹប FC Groningen របស់ហូឡង់ដែល Luis Suarez រកបានចំនួន15គ្រាប់ទៀតសូមបញ្ជាក់ថាការរកបាន600គ្រាប់ពីក្នុងអាជីពនេះនាំឲ្យ Luis Suarez ឈរនៅចំណាត់ថ្នាក់លេខ12ក្នុងតារាងអ្នករកគ្រាប់បាល់បានច្រើនទាំង20រូបនាពេលបច្ចុប្បន្ន